តែប្រជាជាតិវ័យក្មេងមួយដែលទើបនឹងកកើតហ៊ានប្រឈមមុខតតាំងជាមួយមហាអំណាចជើងទឹកដ៏ខ្លាំងក្លាបំផុតក្នុងโลกនៅក្នុងចំនួនដែលបានកំណត់អត្តសញ្ញាណជាតិរបស់ខ្លួនជារៀងរហូតដល់របៀបណាសូមស្រមៃមើលសង្គ្រាមមួយដែលសូម្បីតែរដ្ឋធានីរបស់ប្រទេសត្រូវប្រែក្លាយទៅជាភេផង់ប៉ុន្តែស្មារតីប្រជាជាតិមួយនោះបែរជាលិចត្រដែតឡើងកាន់តែរឹងមាំជាងពេលណាទាំងអស់ផ្អែកតាមការចុះផ្សាយរបស់គេហទំព័រ history.com សង្គ្រាមឆ្នាំ1812គឺជាការប្រឈមមុខដាក់គ្នាដ៏សំខាន់បំផុតរវាងសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសឫសគល់នៃចំនួននេះបានកើតឡើងយ៉ាងជ្រាលជ្រៅដោយសារភាពតានតឹងតាមផ្លូវទឹកក្នុងអំឡុងពេលនោះអង់គ្លេសដែលកំពុងជាប់ដៃក្នុងសង្គ្រាមជាមួយណាប៉ូឡេអុងរបស់បារាំងបានព្យាយាមរារាំងគូសត្រូវរបស់ខ្លួនដោយរដ្ឋបတ်ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកលើសពីនេះការអនុវត្តរបស់កងទ័ពជើងទឹកភូមិន្ទអង់គ្លេសក្នុងការបង្ខិតបង្ខំអ្នកនាវាចរអាមេរិកឲ្យចូលបម្រើកងទ័ពអង់គ្លេសបានធ្វើឲ្យសាធារណជនអាមេរិកមានការខឹងសម្បារយ៉ាងខ្លាំងរួមផ្សំនឹងបំណងប្រាថ្នាចង់ពង្រីកទឹកដីនិងភាពរកាំរកូសជាមួយជនជាតិដើមភាគតិចអាមេរិកដែលគ្រប់គ្រងដោយអង់គ្លេសផងនោះប្រធានាធិបតី James Madison ក៏បានចុះហត្ថលេខាលើការប្រកាសសង្គ្រាមនៅថ្ងៃទី18 ខែមិថុនាឆ្នាំ1812ដំណើរនៃសង្គ្រាមនេះគឺមិនងាយស្រួលនោះទេកងកម្លាំងអាមេរិកបានជួបប្រទះនឹងការបរាជ័យដ៏ធ្ងន់ធ្ងរជាច្រើនជាពិសេសគឺនៅក្នុងខែសីហាឆ្នាំ1814នៅពេលដែលកងទ័ពអង់គ្លេសបានវាយយកនិងដុតបំផ្លាញទីក្រុង Washington DC ទោះជាយ៉ាងណាក៏ដោយស្ថានភាពបានប្រែប្រួលនៅពេលដែលកងទ័ពអាមេរិកអាចវាយបកនិងទប់ស្កាត់ការឈ្លានពានរបស់អង់គ្លេសនៅទីក្រុង New York, Baltimore និង New Orleans ជ័យជំនះទាំងនេះជាពិសេសការការពារបន្ទាយ Max Henry បានក្លាយជាការបំផុសគំនិតដល់ការបង្កើតបទចម្រៀងជាតិអាមេរិក The Star Spangled Banner រហូតដល់សន្ធិសញ្ញា Jen ត្រូវបានផ្ដល់សច្ចាប័ននៅខែកុម្ភៈឆ្នាំ1815សង្គ្រាមត្រូវបានបញ្ចប់ទោះបីជាបញ្ហាចម្រូងចម្រាសដើមដំបូងមួយចំនួនមិនទាន់ត្រូវបានដោះស្រាយក៏ដោយប៉ុន្តែវាបានបន្សល់ទុកនូវមោទនភាពជាតិនិងកេរ្តិ៍ឈ្មោះនៃភាពធន់របស់សហរដ្ឋអាមេរិកលើឆាកអន្តរជាតិគំនិតអប់រំនិងចំណេះដឹងសកលសង្គ្រាមឆ្នាំ1812បានបង្រៀនយើងថាអធិបតេយ្យភាពជាតិកម្រនឹងទទួលបានមកដោយងាយណាស់ប៉ុន្តែវាត្រូវបានការពារតាមរយៈភាពធន់និងការរួបរวมទោះបីជាចំនួននេះត្រូវបានគេហៅថាជាសង្គ្រាមឯករាជ្យលើកទី2ក៏ដោយប៉ុន្តែមរតកដ៏អស្ចារ្យបំផុតរបស់វាគឺការបង្រួបបង្រួមផ្ទៃក្នុងនៃប្រជាជាតិមួយវាបានរំលឹកយើងថាទោះបីជាស្ថិតក្នុងស្ថានភាពដែលហាក់ដូចជាមិនអាចទៅរួចក៏ដោយក៏គោលបំណងច្បាស់លាស់និងភាពក្លាហានរួមគ្នាអាចផ្លាស់ប្ដូរដំណើរនៃប្រវត្តិសាស្ត្រនិងកសាងអត្តសញ្ញាណជាតិដ៏រឹងមាំមួយបានប្រវត្តិសាស្ត្រគឺលើសពីកាលបរិច្ឆេទនិងសមរភូមិព្រោះវាជាគ្រឹះដែលធ្វើឲ្យយើងស្គាល់ពីខ្លួនឯងនៅថ្ងៃនេះប្រសិនបើលោកអ្នកយល់ថាដំណើរឆ្លងកាត់អតីតកាលនេះមានតម្លៃនិងផ្ដល់ចំណេះដឹងសូមជួយគាំទ្រពួកយើងដោយការចុច like Subscribe Channel របស់យើងសម្រាប់វីដេអូអប់រំក្រោយៗទៀត